កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី2មេរៀនទី64ការផឹកទឹកកខ្វក់នាំឲ្យកើតជំងឺដល់មេរៀនទី65រឿងសត្វលើលោកនិងស្រមោចខ្មៅអំណាន1ចូលគូវងពាក្យដែលត្រឹមត្រូវ2ចូលគូវងពាក្យន័យដូចនឹងពាក្យខ្វៀលឲ្យបានត្រឹមត្រូវ3ចូលគូភ្ជាប់ពាក្យទៅនឹងន័យរបស់ពាក្យ4ចូលគូភ្ជាប់ឃ្លាទៅរូបភាពស្នានឬស្នាយដែលត្រូវនឹងពួកគេទាំងពីរនាក់5ចូលគូសញ្ញាគ្រាក្នុងប្រអប់ចំពោះឃ្លាដែលសមស្របនឹងរូបភាពសំណេរ6ចូលរកពាក្យផ្ទុយនឹងពាក្យខាងក្រោមឲ្យបានត្រឹមត្រូវ7ចូលរៀបពាក្យសោមពាក្យខាងក្រោមឲ្យបានជាល្បះត្រឹមត្រូវ8ចូលជ្រើសរើសពាក្យកន្សោមពាក្យក្នុងប្រអប់ទៅបំពេញល្បះឲ្យបានត្រឹមត្រូវ9ចូលតែងល្បះដោយប្រើពាក្យប្រជាជនអនាម័យ10ចូលសរសេររៀបរាប់ពីវិធីបង្ការជំងឺរាគឲ្យបាន2ល្បះ